បាទថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនយើងមកទស្សនានៅទេសភាពរដូវប្រាំងបាទសម្រាប់រដូវប្រាំងបាទគឺក្តៅហួតហែងមែនតើពុកម៉ែបងប្អូនយើងបាទអញ្ចឹងបងប្អូនយើងអាចទស្សនានៅទេសភាពរដូវប្រាំងបាទគឺមានពុកម៉ែបងប្អូនយើងខ្លះគាត់ធ្វើស្រូវរដូវប្រាំងដែរបាទរដូវប្រាំងគឺហួតហែងបាទនេះស្រែដែលពុកម៉ែបងប្អូនយើងគាត់បូកទឹកដាក់ដើម្បីធ្វើស្រូវប្រាំងណាបាទគឺហួតហែងបងប្អូនយើងបាទនេះគឺបន្លាយទឹកបាទតែនៅខាងខ្ញុំនេះគឺគេច្រើនតែប្រើសូឡាបងប្អូនយើងបាទគេប្រើសូឡាបាទគេប្រើសូឡាគឺវាចំណេញច្រើនបាទយើងចំណាយទៅ1000នេះយើងទៅគឺយើងប្រើបានរហូតអញ្ចឹងណារយៈពេល10ឆ្នាំនោះបាទសូឡាគេធានាឲ្យ10ឆ្នាំបាទបាទអញ្ចឹងនាំអារម្មណ៍បងប្អូនយើងទៅមើលបឹងឈុកបងប្អូនយើងបាទនេះខ្ញុំមើលពីថ្ងៃទៅដូចជាឈុកបាទមានផ្កាឈុកមានអីចឹងណាមើលថ្ងៃទៅតែយើងមើលទាំងអស់គ្នាបាទបឹងឈុកបាទមកតាមមើលផ្កាឈុកយូរផងនេះផ្កាឈុកបាទយកថ្វាយទេវតាអីហ្នឹងអញ្ចឹងមកនេះឃើញឈុកគេច្រើនបាទយើងមើលចែកសុំគេទិញ5ដើមមើល5ផ្កាបាទថ្ងៃនេះថ្ងៃទីសែនទេវតាថ្ងៃនេះគឺយើងថ្ងៃ14បាទសែនទេវតាមក10:48នាទីអញ្ចឹងពួកយើងត្រៀមទាំងអស់គ្នាណាបាទត្រៀមទាំងអស់គ្នានេះយើងទៅដល់ចការឈុកគេឥឡូវហើយបាទការឈុកពួកបងប្អូនយើងគាត់ដាំណាបាទបាទស្អាតមែនតើបងប្អូនយើងពេលមើលពីថ្ងៃទៅគឺផ្កាឈុកគឺស្រស់ប្រោបាទគឺស្អាតតែម្ដងបាទអានេះក៏ដាំក្នុងស្រែបងប្អូនយើងបាទតែស្រែគាត់ជ្រៅណាបាទតែផ្លែសើល្អទេបងប្អូនយើងដាំស្រែអញ្ចឹងបាទស្អាតបងប្អូនយើងតែយើងដាំក្នុងស្រែវាអត់សូវផលទេណាបាទវាអត់សូវផលទេបងប្អូនយើងបាទបោះរុំទេយ៉ាហ្នឹងហើយក៏មិនម្ចាស់ដែរមិនចាស់ទេហ្នឹងបោះរុំតាថាមកសូមចែកផ្កា3តោង4តោងយកទៅស្វាយព្រះហ្នឹងណាស្វាយទេវតាហ្នឹងណានេះនោះបាទនោះមិនទៅពេលណានោះវិញនៅកន្លែងបេះនឹងមិននឹងតែចាស់គេនៅផងចាស់គេឲ្យទៅបានស្គូលហ៎ស្គូលយើងមានតែកាត់មកយើងបានស្គូលបាត់ហើយអត់ថ្មីធ្វើបនធ្វើទៀនអស់គ្នាថ្មីទេឯងបែកទៅនឹងថ្មីទេបាទគេមិនតបបានផលម្ដងនេះហ្នឹងនៅនោះអាចបេះបានហ្នឹងវានោះអាចបេះបាននេះឈប់ពេលមិនតមូលផលបាទមើលអត់ទុនច្រើនផលតែមកចែកគេចាស់គេនៅមានតែបេះនោះសិន
nó thật nó cái lũ ấy cái ta tức là cái នេះផ្កាគេធំធំ បាទនេះគឺការឈូកយើងសោះអំព្រើមែនតើបងប្អូនយើងបាទវីដេអូនេះរឿងវែងបន្តិចបងប្អូនយើងបាទឈូកនេះគឺគាត់ដាំក្នុងស្រែទេអញ្ចឹងគឺការទទួលផលគឺវាតិចដែរគឺថាវាអត់សូវមានភក់ច្រើនណាបាទបើវាមានផុកមានប្រមោកអីច្រើនអាហ្នឹងគឺល្អឈូកបាទប៉ុន្តែនេះគឺគេមិនទាន់បេះបានលក់ភាសាទេបាទគឺគេបូមទឹកដាក់រហូតគឺខាតចំណាយលើទឹកប្រេងសាំងវាថ្លៃបាទឥឡូវនេះ បាទគឺស្អាតមែនតើបងប្អូនយើងបាទផ្កាឈូកយើងគឺស្រស់ប្រងបាទទៅចាំពលឺថ្ងៃព្រលឹមឡើងទៅស្រស់មែនតើគឺស្អាតមែនតើណាបាទគឺស្រស់មែនតើតែម្ដងបាទបងប្អូនយើងមើលណាថាផ្កាឈូកមិនស្អាតបាទផ្កាឈូកគឺស្រស់បំប្រងបែបនេះបាទគឺស្អាតមែនតើបងប្អូនយើងបាទ បាទយើងវីដេអូខ្ញុំនេះមានចែកជូនបងប្អូនយើងតែប៉ុណ្្នឹងទេបាទយើងសូមអរគុណដល់បងប្អូនយើងតែតាមដានទស្សនានៅវីដេអូខ្ញុំបាទសូមជួយចុចជីវម្នាក់មួយផងដើម្បីទទួលបានវីដេអូកម្រងទេសភាពសុខស្ដីនេះរដូវប្រាំងនិងរដូវវស្សាបាទខ្ញុំនឹងចែកជូនបងប្អូនយើងគ្រប់វីដេអូទាំងអស់ណាសម្រាប់ក្នុង channel ខ្ញុំបាទនេះបាទអញ្ចឹងក៏សូមអរគុណច្រើនដល់បងប្អូនយើងដែលតាមដានទស្សនាវីដេអូខ្ញុំបាទបាទអញ្ចឹងសូមអរគុណណាបាទ